បាទសួស្តីមួយ PWE អសពខ្មែរទាំងអស់គ្នាបាទថ្ងៃនេះថ្ងៃគីទី9ខែមិថុនាឆ្នាំ2026បាទពេលយើងថ្ងៃហ្នឹងមានអវ៉ាន់4ដើមនៅក្នុងស្តុកថ្ងៃនេះមិនធ្វើ review ទេគឺចង់យកឃើញជីងហ្នឹងគឺមកថ្លឹងទម្ងន់ភ្លើងប្រាហ្គាសរបស់គ្នាបាទអញ្ចឹងទី1នៅលើគេហ្នឹងគឺប្រភេទលុក19ប្រើហ្គាសសេលដឺបាទអញ្ចឹងយើងមកមើលគ្នាតាមទម្ងន់វាទម្ងន់ប្រមាណដែរបាទនេះគឺជាប្រភេទលុក19ប្រើសេលដឺបងវាទូចចេះហើយកន្លែងនេះដាក់សេលដឺចឹងយើងមកមើលទាំងអស់គ្នាថាប្រភេទលុក19ប្រើសេលដឺនេះទម្ងន់ប្រមាណអូគាត់ល្អទម្ងន់700ក្រាមគាត់បាទបាល់ខាំគាត់តែហ្មងបាទចង់ពេលលុក19ប្រើសេលដឺនេះទម្ងន់7ខាំគាត់បាទទី2នេះភេទ ENC ប្រើហ្គាសនេះប្រភេទលុក17 ENC ប្រើហ្គាសចាំមើលទម្ងន់វាប្រហែលណាអូបាទនេះទម្ងន់762ក្រាមបាទ7ខាំកន្លះបាទទី3នេះប្រភេទបេតា M92 ប្រភេទនេះប្រភេទដែកសុទ្ធហ្មងដែកទាំងអស់បាទធ្ងន់មែនតើលើកធ្ងន់នេះមើលធ្ងន់មែនអូទម្ងន់1100ក្រាម1គីឡូ1ខាំបាទដែកសុទ្ធធ្ងន់មែនតើបាទហើយយកមើលយើងមានដើមចុងក្រោយនេះម៉ាក WE 1911នេះក៏ដែកសុទ្ធដែរបាទមិនមកដែរអូយ7ខាំជាងដែរបាទ7ខាំកន្លះបាទចឹងនេះមួយទៅការម៉ាកណាអាចកំងបានបាទទម្ងន់មើលនៅក្នុងនឹងឃើញស្រាប់អរគុណច្រើន